សូមអរគុណលោកគ្រូគ្រូជាអ្នកដឹកនាំអ្នកដឹកនាំគឺជាគ្រូហើយមុននឹងយើងខ្ញុំបកស្រាយថាចំណុចណាខ្លះដែលហៅថាដែលគេថាគ្រូជាអ្នកដឹកនាំនឹងខ្ញុំសូមលើកយកនិយមន័យគ្រូចាគ្រូគឺជាគេហៅថាអ្នកដែលមានចិត្តធ្ងន់ណាអ្នកដែលមានចិត្តធ្ងន់ចាហើយអ្នកដែលគួរគេគោរពចានិយាយរួមទៅឲ្យតែមានពាក្យជាគ្រូគឺអ្នកផងទាំងពួងគេតែងតែគោរពចាហើយនឹងជាអ្នកដែលផ្ដល់ចំណេះវិជ្ជាសិលសាស្ត្រផ្សេងៗទៅឲ្យសិស្សចាឬក៏អ្នកដែលយើងផ្ដល់ឲ្យគឺជាសិស្សរបស់យើងហើយចាជាទូទៅអញ្ចឹងក្នុងន័យផ្សេងទៀតដែលគេតែងតែលើកឡើងមកនិយាយដូចជាក្នុងថ្ងៃនេះគ្រូគឺជាអ្នកដឹកនាំចាគ្រូជាគំរូចាគ្រូគឺជាអ្នកដែលជាមេដាទី2ចាជាមេដាទី2នៃសិស្សគ្រូជាអ្នកដែលសម្របសម្រួលជាអ្នកបង្ហាញផ្លូវតម្រង់ទិសសិស្សចាឲ្យគាត់ឈានទៅរកចំណុចដែលគាត់ចង់បានចាអញ្ចឹងបើយើងក៏លេចមកមើលនៅក្នុងការអប់រំវិញយើងឃើញថាគ្រូគឺបានដឹកនាំកុមារមានន័យថាដឹកនាំអ្នកបង្ហាត់បង្រៀននិងដឹកនាំតាំងពីក្មេងនឹងអាយុ0ឆ្នាំមានន័យថាតាំងពីគាត់នៅក្នុងពោះម្ដាយម្លេះហើយបានខ្ញុំនិយាយអញ្ចឹងពីព្រោះថានៅក្នុងនៅក្រសួងអប់រំយើងគឺបានបង្កើតជាមានក្រុមកុមារតូចណាចា free school ហ្នឹងហើយកុមារតូចហ្នឹងគឺមានគ្រូខាងកុមារតូចហ្នឹងគាត់ចូលទៅអប់រំឪពុកម្ដាយហ្នឹងដែលមានប្តីពោះហ្នឹងមានគាត់ហ្នឹងគឺឲ្យគាត់ហ្នឹងគឺចេះដូចថាចេះថែទាំសុខភាពគាត់ណាការញ៉ាំអាហារក៏ដូចជាការគ្រប់គ្រងចំណីអាហារដែលកូននៅក្នុងពោះនេះយ៉ាងម៉េចធ្វើយ៉ាងម៉េចដើម្បីឲ្យកូនលូតលាស់ល្អអីចឹងទៅហើយរហូតដល់គាត់កើតមកគឺគ្រូនឹងឯងទៅបានទៅឬធម្មតាឪពុកគាត់ក៏ចេះដែរប៉ុន្តែក៏ចេះថែទាំកូនដូចគ្នាប៉ុន្តែគាត់និយាយថាចំណេះដឹងបន្ថែមគឺគ្រូខាងផ្នែកអប់រំកុមារតូចគាត់ចុះទៅតាមខ្នងផ្ទះក៏ដូចជាទៅតាមសហគមន៍ទៅណែនាំពីរបៀបថាធ្វើអាហារយ៉ាងម៉េចដើម្បីឲ្យកូនលូតលាស់ពេលញ៉ាំទៅមានសុខភាពល្អមានអីណាហើយនឹងបណ្ដុះស្មារតីគាត់ឲ្យក្មេងហ្នឹងមានភាពក្លាហានគឺចាប់ដើមពីឪពុកម្ដាយអញ្ចឹងបន្ទាប់ឪពុកម្ដាយហ្នឹងគឺជាគ្រូទី1របស់សិស្សហើយចាគាត់របស់ក្មេងហើយទៅនៅពេលដែលគាត់អាយុបានចាប់ពី3ឆ្នាំឡើងទៅគឺគាត់ចាប់ដើមចូលមត្តេយ្យចាស់មត្តេយ្យសិក្សាគឺឪពុកម្ដាយចាប់ដើមយកមកសាលារៀនអញ្ចឹងសាលារៀនហ្នឹងឯងសំដៅលើអីចាយកមកសាលារៀនគឺសំដៅលើគ្រូចាគ្រូជាអ្នកដឹកនាំថ្នាក់រៀនដែលកូនគាត់រៀនហ្នឹងអញ្ចឹងគ្រូនឹងហើយដែលបានបង្ហាត់បង្រៀនដឹកនាំដឹកដៃសិស្សដូចជាឧទាហរណ៍នៅក្នុងសាលាមត្តេយ្យសិក្សាហ្នឹងគឺគេឲ្យគាត់មាន3កម្រិតមានកម្រិតមានមត្តេយ្យកម្រិតទាបកម្រិតមធ្យមនិងកម្រិតខ្ពស់ដើម្បីឈានទៅរកកម្រិតខ្ពស់រួចហើយគាត់ទៅបឋមណាអញ្ចឹងក្នុង3កម្រិតហ្នឹងគឺគេបង្ហាត់បង្រៀនឲ្យកូនហ្នឹងគាត់ចេះនិយាយតាំងពីការនិយាយស្ដីការគោរពគ្នាចេះស្រឡាញ់មិត្តភក្តិការចេះសហការជាមួយមិត្តភក្តិចេះរស់នៅជាមួយមិត្តភក្តិចេះចូលនិយាយរួមគ្រូដឹកនាំឲ្យចេះចូលតាំងពីចូលបន្ទប់ទឹកចេះសម្អាតខ្លួនប្រាណចេះសម្អាតថ្នាក់រៀនការចេះសង្កេតតាំងពីពណ៌សង្កេតតាំងពីវត្ថុនៅជំនាញខ្លួនគាត់សម្រាប់ប្រើនៅកន្លែងណាអញ្ចឹងគ្រូគឺអ្នកដឹកនាំតាំងពីកូនគាត់ដែលគាត់ចូលតាំងពី3ឆ្នាំមកគឺគាត់បានប្រៀបដូចជាក្រដាសសស្អាតដែលយកគ្រូនឹងយកមកដាក់ពណ៌ចាអញ្ចឹងនៅពេលដែលគាត់ចូលបឋមសិក្សាគឺគាត់ចាប់ផ្ដើមរៀនចេះសរសេរចានៅមត្តេយ្យក៏គាត់តែស្គាល់ថាលេខស្គាល់អក្សរតែនៅដល់បឋមគឺគាត់ចាប់ផ្ដើមសរសេរហើយអញ្ចឹងតើអ្នកណាដែលដឹកនាំគាត់ការសរសេររបស់គាត់គឺមិនជាគ្រូអញ្ចឹងគ្រូនឹងឲ្យដែលចាប់ដឹកដៃទាញដៃគាត់មុននឹងការសរសេររបស់គាត់គឺឲ្យគាត់ចេះគូសបន្ទាត់គូសអីដើម្បីឲ្យវាមានភាពរឹងមាំដៃគាត់អាចសរសេរឈានទៅការសរសេរអក្សរបានអានបានហើយនឹងចេះគិតលេខគណនាលេខចេះដោះស្រាយចំណោទអីធ្វើលំហាត់អីផ្សេងគឺនឹងគឺជាគ្រូដឹកនាំគាត់ទៀតហើយរហូតដល់គាត់ឈានទៅដល់អនុវិទ្យាល័យគឺគាត់ក្នុងមុខវិជ្ជាមួយនៅក្នុងវិទ្យាល័យហ្នឹងក៏ដូចលោកគ្រូលយវិរៈគាត់មានភាសាមិនហ្នឹងគឺគាត់ផ្នែករូបវិទ្យាអញ្ចឹងមានន័យថាក្នុងមុខវិជ្ជាមានគ្រូមួយជាអ្នកដឹកនាំរបស់គាត់ទៀតហើយបើសិនជាគាត់ទៅវិទ្យាល័យតែគាត់មិនមានគ្រូមករៀនរូបវិទ្យាគាត់អត់មានគ្រូជាអ្នកដឹកនាំបង្ហាញផ្លូវសម្របសម្រួលឲ្យគាត់ទេតើគាត់អាចទៅបានទេអញ្ចឹងគឺមុខវិជ្ជាមួយសិតតែមានគ្រូទាំងអស់ជាអ្នកដឹកនាំបង្ហាញផ្លូវសិស្សរហូតដល់គាត់ចាប់បាក់ឌុបគាត់ប្រឡងចូលបាក់ឌុបចប់គាត់ចូលទៅជាចូលសាកលវិទ្យាល័យហើយគាត់ជ្រើសរើសមុខជំនាញរបស់គាត់មួយក៏មានគ្រូជាអ្នកដឹកនាំបង្ហាញនៅលើមុខជំនាញនឹងឯងរហូតដល់គាត់បានទៅជាអាជីពចានឹងហើយជាអ្វីគឺជាគុណតម្លៃរបស់គ្រូចាគ្រូនឹងហើយគឺជាអ្នកដឹកនាំចឹងអ្នកដឹកនាំគឺជាគ្រូ